ចាសូមគោរពអនុញ្ញាតជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាមិត្តទាំងអស់គ្នានៅបណ្ដាញសង្គម TikTok ក៏ដូចជា Facebook ផងដែរវីដេអូនេះសូមផ្ដាំផ្ញើទៅកាន់អ្នកគ្រប់គ្រងកលធីតាក៏ដូចជាអ្នកគ្រប់គ្រងរបស់បង David ដែលគេហៅថា Michael Lab ម្នាក់សុទ្ធតែមានអ្នកគ្រប់គ្រងរៀងខ្លួនហើយអ្នកខ្លះតាំងខ្លួនឯងគឺជាតុលាការ Facebook ចឹងទៅកាត់ក្តីគេអញ្ចេះកាត់ក្តីគេអញ្ចោះតាមដានជួចច្បល់2ថ្ងៃនេះគឺអស់អត់ផត់ទេ new feed របស់ខ្ញុំអញ្ចឹងខ្ញុំចង់ធ្វើការផ្ដាំផ្ញើវីដេអូនឹងទៅកាន់កលធីតាទៅកាន់បង David ដែលគេហៅថា Michael Lab ហ្នឹងចាជាដំបូងរឿងដើមហេតុដែលពាក់ព័ន្ធទៅមានការឆ្លោយឆ្លងឆ្លោះគ្នាបែកអូហូស្ទឹងហ្នឹងពាក់ព័ន្ធទៅនឹងរឿងកលធីតាបាទនេះថាធីតាគាត់ធ្វើការពាក់អាវទំនាប់ Hello Kitty ដាក់ TikTok អីចឹងទៅហើយធម្មតាធីតាបើគាត់ធម្មតាសាមញ្ញជនគឺគេអត់ស្គាល់គាត់ទេតែដោយសារតែកន្លងមកគាត់ធ្លាប់មានឈ្មោះល្បីពាក់ព័ន្ធទៅនឹងរឿងជាមួយនឹងក្រុមអដែងណែក្រុមជាមួយនឹងអីគេពាក់ព័ន្ធជាមួយនឹងរឿងបញ្ហាផ្សេងឡាក់ចឹងណារឿងរបស់គាត់ខ្ញុំអត់និយាយខ្ញុំនិយាយរឿងពាក់ព័ន្ធជាមួយនឹងបញ្ហាលើឲ្យគេធីនឹងទៅហ្នឹងហើយធីតាគាត់ជឿជាក់លើខ្លួនគាត់ក៏បានធ្វើការថតពេលអាវហ្នឹងហើយធ្វើការបង្ហោះដាក់ TikTok ធីតាបើសិនជាមានអ្នកប្រឹក្សាល្អខ្ញុំជឿជាក់ថាក្មេងធីតាគាត់អត់អញ្ចឹងទេតែដល់ពេលគាត់អត់មានអ្នកប្រឹក្សាគាត់អូប៉ាំងកូនធីតាបើសិនជាមានអ្នកប្រឹក្សាគាត់អាចជាក្មេងល្អខ្ញុំជឿជាក់តែអញ្ចឹងហើយចំពោះធីតាវីដេអូនេះខ្ញុំផ្ដាំទៅធីតាបើសិនជាអាចចាដឹងថាវាជា fashion ជា style របស់ធីតាប៉ុន្តែធីតាក្នុងនាមជាស្ត្រីខ្មែរបើនិយាយមែនតើណាធីតាកាលពីជាង10ឆ្នាំមុនចែក៏ជាមនុស្សម្នាក់ដែលគេហៅថាក្មេងបានន័យថាយើងធ្វើអត់ចេះគិតទេប៉ុន្តែបើសិនជាយើងត្រឡប់ពី10ឆ្នាំមុនមក10ឆ្នាំឥឡូវយើងក៏លេចទៅមើលអតីតកាលវាឆ្អើមអញ្ចឹងដូចគ្នាចែចង់ឲ្យធីតារក្សា credit ខ្លួនឯងចែហេតុអីបានចែនិយាយអញ្ចឹងពីព្រោះគ្រប់យ៉ាងគឺសុទ្ធសឹងតែជាបទពិសោធន៍របស់ចែធ្លាប់មានបញ្ហាឡាក់អញ្ចឹងទៅធម្មតាអញ្ចឹងធីតានៅក្មេងអញ្ចឹងវីដេអូនេះចែផ្ដាំទៅធីតាជាពិសេសកុំឲ្យអតីតកាលធ្វើឲ្យបច្ចុប្បន្នកាលរបស់យើងមានអា black list នោះវាលក្ខណៈថាគេមើលតែ background នេះអញ្ចឹងណាឧទាហរណ៍តកូនយើង search TikTok search YouTube search អីមើលឃើញមកអញចេះអាហ្នឹងវាជាយ៉ាងម៉េចអារម្មណ៍កូនណាអារម្មណ៍កូនមានអារម្មណ៍ថាចុះមកអញទៅជាអញ្ចឹងឡាក់ចឹងទៅអូខេអាហ្នឹងវីដេអូសម្រាប់ធីតាបើកែបានល្អហើយតជាមួយនឹងរឿងបង David ដែលគេហៅថាគាត់ Michael Lab ហ្នឹងហើយបង David គាត់ធ្វើការគ្រាន់តែឃើញធីតាគាត់ធ្វើការបង្ហោះបែបហ្នឹងគាត់ថាគាត់អាដេញនេះគាត់ថាគាត់នឹងគ្រាន់តែយកមកណែនាំមកបដៅអីចឹងទៅចង់និយាយថាខ្ញុំអត់កាត់ជើងខាងណាឯងបើសិនជាចង់ឲ្យក្មេងនឹងល្អគួរតែឆាតទៅផ្ទាល់ដើម្បីប្រាប់កូននឹងដើម្បីបញ្ជាក់ថាអូកូនណាអញធ្វើចេះ1 2 3 4 5 6ចឹងទៅប៉ុន្តែដែល like បង David ដែលហៅថា Michael Lab គាត់ធ្វើការយកវីដេអូហ្នឹងមក recover លុយយើងប្រាប់ថាអញ្ចេះកុំឲ្យមានបញ្ហាហ្នឹងកើតឡើងហើយហេតុអីក៏មិនព្រមប្រាប់គ្នាហេតុអីក៏យកវីដេអូហ្នឹងមក recover ដើម្បីលក់ផលិតផលខ្លួនឯងកន្លែងហ្នឹងខ្ញុំអត់គ្រប់គ្រងខ្ញុំក៏ជាមនុស្សស្រីដូចគ្នាដែរខ្ញុំអត់គ្រប់គ្រងបង David ឲ្យធ្វើបែបហ្នឹងទេបងចង់ធ្វើ content បែបណាក៏ដោយកុំឲ្យទៅប៉ះពាល់ដល់កិត្តិយសរបស់គ្នាបាត់ទោះជាគ្នាអញ្ចឹងហើយឆាតទៅគ្នាផ្ទាល់គ្នាស្ដាប់មិនស្ដាប់អាហ្នឹងតាមហ្នឹងដូរ content កុំឲ្យតែពាក់ព័ន្ធពីព្រោះយើងបញ្ឈប់ការផ្សព្វផ្សាយបែបហ្នឹងបើដឹងតែគ្នាអញ្ចឹងយើងទៅផ្សព្វផ្សាយ recover ដើម្បី view ខ្លួនឯងដើម្បីលក់ផលិតផលខ្លួនឯងដាច់ខ្លួនឯងសុខចិត្តអាហ្នឹងបើគេនិយាយដោយត្រង់បងខ្ញុំអត់មានចំនួនអីមួយបងទេប៉ុន្តែខ្ញុំចង់ប្រៀបយ៉ាងហោចណាស់ក៏បងក៏ជាមនុស្សប្រុសដែរបើទោះជាបងគេហៅបងម៉ែកាឡាឬក៏យ៉ាងម៉េចប្រវិតអីហ្នឹងខ្ញុំអត់ខ្វល់ទេអ្វីដែលខ្ញុំខ្វល់គឺយ៉ាងហោចណាស់គ្នាជាមនុស្សស្រីបងក៏ជាមនុស្សប្រុសកាលណាបងយកមក recover ឡើងវិញហើយបងនិយាយគ្នាថាឲ្យគ្នាជន់គ្នានៅក្នុងវីដេអូហ្នឹងហើយបងបែរជាកាន់ផលិតផលយកមកលក់ហើយបងខុសហើយណាកន្លែងហ្នឹងណាថាឲ្យគ្នាហើយសំខាន់កាន់ផលិតផលយកមកលក់ហ្នឹងហើយដាក់ពាក្យបណ្ដឹងគ្នាទៀត
thầm đa khi che chua khi đá mình phép khi mình chặt khi ý chân ta được bay khi ca sủa rúa vô video cây mà đi của vợ hái cho anh cây hái bay chia chẳng mấy bay chia đập về cái pho cái xe cái chạy đăng cái tiền trong nói nắng bao mê từ vị bon cái thằng bọn anh thử tiền đừng thăm mà chị nhưng vậy tròn á nhưng vậy đổi tròn mòn con ta lại nó việc khói dương ở ai cho anh kia đập bay lang thủng ấy nhỉ hiểu bà dương tròn lớn dương miên content bài xe content chớn á ọt khoa hay bong việc hồ lôi comment chớn đây có ọt khoa đây chẳng xong bong ta mà dạng nào có bong chia một nụ pro tôi kia hai bong mai cả lạp cả đói bàn tay bong con nơi chia tay một nụ pro đây chẳng nhâm từ tôi score ca để dương trong sự tháp nào nào mà nè dương cua tại cha tới tổ đầm bay ở không nông cài luôn hai thêm chưa chạy tha thị đá cứ chia một nụ lọ bờ sân chia cha mình cái tê một đạch là dương vậy to hai đây bạn thêm chưa chạy tha thị đá cứ chia một nụ lọ ót vì phùa pe class ấy cái đó tôi tại dương phơi can này non bạc xa dụ bò cà pia tây tà cá ban vậy bà maintain nhung có chia không mình nè để đầm bay tại Paulประหยัด ខ្លួនឯង ធម្មតាយើងនិយាយបកយើងបកទៅក្រោយវិញខ្ញុំជាអ្នកលក់កាហ្វេធម្មតាចង់ឲ្យមានអតិថិជនច្រើនព្រមលេងក្នុង TikTok ព្រមលេងនៅក្នុង YouTube ព្រមលេងក្នុង Facebook ដើម្បីតាក់ទាញ view ដើម្បីឲ្យមានអតិថិជនច្រើនចូលទៅផឹកកាហ្វេអញ្ចឹងទៅអញ្ចឹងដូចគ្នាតែក្រោយបានយើងដឹងស្ថានភាពយើងព្យាយាមអភិវឌ្ឍខ្លួនឯងអាប់ដេតខ្លួនឯងឬក៏មានអ្នកប្រឹក្សាយោបល់អ្នកក្បែរខ្លួនល្អអានឹងបានគេប្រៀបថាអញ្ចេះដើរមួយបណ្ឌិតដើរមួយចៅបើសិនជាគាត់មានអ្នកប្រឹក្សាគាត់ល្អមនុស្សនឹងល្អចឹងខ្ញុំចង់ជំរាបជូនបងប្អូនក៏ដូចជាប្រាប់បងដាវីតបើបងចង់ណែនាំពិតប្រកបមែនបងគួរតែឆាតទៅផ្ទាល់បុគ្គលណាក៏ដោយបើសិនជាបងចង់ recover វីដេអូអូខេបើឲ្យធ្វើចុះប្រាប់គាត់ដោយសារអីទីមួយយើងមាន friend ជាមួយគ្នាមែនអញ្ចឹងមែនទេបងអញ្ចឹងបងអាចធ្វើ recover វីដេអូឬក៏បិទស្វាងអានឹងគេហៅ blur ហ្នឹងបិទដាក់កន្លែងដែលគាត់នេះនឹងពីព្រោះយើងចង់អាប់ដេតយើងចង់បង្ហាត់គាត់យើងចង់បញ្យល់គាត់អំពីការស្លៀកបំពាក់បែបហ្នឹងអើយនិយាយហត់ពេកចង់នេះហើយដល់ពេលអញ្ចឹងទៅយើងគួរតែប្រាប់គាត់ហើយប្រាប់កុំមានអ្វីមកចាំបាច់ណាសូមផ្សព្វផ្សាយផលិតផលនេះមួយចែលក់នេះលក់នោះអាហ្នឹងយើងខុសបាត់ហើយបានន័យថាយើងយកគេធ្វើជាអាជីវកម្មយើងជន់គេដើម្បី view ខ្ញុំអត់ដាក់កំហិតទៅអ្នកណាប៉ុន្តែខ្ញុំចង់ឲ្យពុកម៉ែបងប្អូនវិភាគជាពិសេសតុលាការ Facebook វិភាគមនុស្សស្រីដូចគ្នាខ្ញុំឃើញអូនមួយចំនួនចូលទៅជេរគ្នាប៉ាតណាប៉ាតណីអូនអើយបើសិនជាឃើញគ្នាអញ្ចឹងហើយឆាតទៅធីតាអើយកុំធ្វើអញ្ចឹងទៀតធ្វើអញ្ចឹងអត់ល្អទេចែកកុំបាច់ទៅជន់គ្នាជេរគ្នាអ្នកខ្លះជេរគ្នាសិតតែមីនោះស្មាតទោះជេរគ្នាសិតមីSP មីនោះបើទោះជាគ្នាធ្វើ SP មែនក៏គេមិនទៅយកអារបស់យើងយកទៅទ្រាំដែរប៉ុន្តែគ្នាក៏មានចំណុចខុសនឹងយើងគួរតែកែដើម្បីឲ្យយ៉ាងម៉េចដើម្បីឲ្យគ្នាកែប្រែតែពេលគ្នាអត់មានអ្នកប្រឹក្សាយោបល់គ្នានៅម្នាក់ឯងអាគ្នាស្មុគស្មាញអារឿងនោះផងអាហ្នឹងប៉ាតណាប៉ាតណីទៅអីចឹងទៅជន់គ្នាលេចកាច់បងប្អូនអញ្ចឹងវីដេអូខ្ញុំបញ្ចប់ត្រឹមហ្នឹងពុកម៉ែបងប្អូនយល់យ៉ាងម៉េចជារឿងពុកម៉ែបងប្អូនប៉ុន្តែបើសិនជាមនុស្សគ្រប់រូបចង់បដៅណែនាំគេបង្ហោះវីដេអូបែបហ្នឹងអាហ្នឹងគេមិនហៅណែនាំទេបើចង់ណែនាំអូឆាតឬក៏ធ្វើវីដេអូក៏ដូចគ្នាដែរប៉ុន្តែដាក់ប្លើឲ្យគេដាក់អញ្ចឹងចុះឲ្យបញ្យល់បងប្អូនស្រីម្នាក់ហ្នឹងឲ្យគាត់បានយល់ចាខ្ញុំអរគុណច្រើនវីដេអូនេះសូមជួយចែករំលែកដើម្បីឲ្យអាធីតាឃើញអាកុលធីតាកុសលកុលធីតាហ្នឹងហើយជាមួយនឹងបងដេវីតចាបងដេវីតហៅម៉ែកាឡាប់អរគុណជំរាបលា